ស្ដីអ្នកទាំងអស់គ្នាដល់ពេលប្រទេសយើងមានបញ្ហាគឺគ្រប់គ្រងផលិតផលក្នុងស្រុកដល់ពេលតែរៀងស្ងាត់បន្តិចគឺប្រើបកេដែលហើយអញ្ចឹងឥឡូវមួយថ្ងៃនេះក្នុងខែនេះខែ5ហើយខែនេះក៏ខែតរ៉េនដែរដល់ពេលអញ្ចឹងទៅម្នាក់លក្ខណៈថាមានបញ្ហារឿងតរ៉េនថៃនាំចូលបានដល់ពេលអញ្ចឹងចាប់បាននេះទៅបាននឹកឃើញថាយើងមកគ្រប់គ្រងផលិតផលក្នុងស្រុកស្អប់ម្នាក់ដែលនាំចូលអីចឹងជាស្ដែងបើសិនជាយើងអត់គ្រប់គ្រងមិនថាដល់តរ៉េនទេសូម្បីតែផលិតផលក៏ដោយបោះខ្មែរយើងគឺអត់ខ្វះទេអ្នកទាំងអស់គ្នានិយាយទៅបើថាយើងប្រើមួយមិនត្រូវអាចប្រើមួយទៀតអញ្ចឹងពូមានប្រេនជាច្រើននៅក្នុងស្រុកខ្មែរយើងកុំចាំតែពេលមានបញ្ហាយើងមិនទៅគ្រប់គ្រងរបស់ក្នុងស្រុកយើងមានច្រើនមែនតើសិប្បករសហគ្រាសផ្សេងៗក៏ខំផលិតច្រើនណាស់តែយើងអ្នកក្នុងស្រុកអត់សូវគ្រប់គ្រងទេអញ្ចឹងឈ្មោះចេះតែនាំចូលបានហើយបើនាំចូលមកអត់មានអ្នកទិញជាក់ស្ដែងគឺគាត់មិនអាចនាំចូលតទៀតបានទេព្រោះយកមកខាតមានណាគេមានដើមយកមកទៀតទេមានអត់ទេទាំងអស់គ្នាអញ្ចឹង2026ខែ5នេះតទៅគឺគ្រប់គ្រងផលស្រុកទាំងអស់គ្នាព្យាបានច្រើនបំផុតទិញដែលផលិតផលគឺក្នុងស្រុកដូចជាសាប៊ូស្ពៃនេះអីកាលវឹកនេះគឺល្បីខ្លាំងមែនទេទៅសឹងគ្រប់ផ្ទះមានប្រើគ្រប់គ្នាតែឥឡូវក៏រៀងបាត់ខ្លះដែរអត់សូវមានអ្នកប្រើទេអត់លក់ដាច់ដូចមុនទេ